ព័ត៌មានទី2នេះគឺមានការសួរច្រើនណាសួរច្រើនគឺក្នុងពេលថ្ងៃនេះគឺមានការផ្សាយតាមកាសែតខៅសូតហើយនិងកាសែតព័ត៌មានថៃមួយចំនួនដែលបានបញ្យល់ថាគឺសហរដ្ឋអាមេរិកផ្ដល់ថវិកាចំនួន$100 លានមកទៅដល់យោធារបស់ថៃបាទអញ្ចឹងមានចង់ដឹងច្រើនតួលេខនៅពេលនេះបាទគឺជាចំនួនការឡើងបាទជាចំនួនការឡើងសម្រាប់យោធារបស់ថៃក៏ប៉ុន្តែតើ$100 លាននេះដកចេញពីកញ្ចប់នៃជំនួយដែលសហរដ្ឋអាមេរិកបានសន្យាចំនួន$45 លានដើម្បីពង្រឹងបទជប់បាញ់គ្នានឹងប្រមាណក៏ខ្ញុំអត់មានឃើញការបញ្ជាក់ពីច្បាស់ពីខាងភាគីថៃទេណាបាទក៏ប៉ុន្តែសម្រាប់ខ្ញុំអត់មានអ្វីចម្លែកទេពីព្រោះអីជារៀងរាល់ឆ្នាំគឺជាមធ្យមសហរដ្ឋអាមេរិកផ្ដល់ជំនួយខាងយោធាបាទខាងយោធានឹងទៅឲ្យថៃនឹងខ្ទង់ប្រមាណជា$27 លានបាទជាប្រចាំតែម្ដងទៅលើផ្នែកមួយចំនួនបាទផ្នែកមួយចំនួនគឺដែលក្នុងនោះមានការប្រឆាំងនឹងទី1គឺប្រឆាំងនឹងគេហៅថា scam បាទ scam កិច្ចប្រឹងប្រែង scam បាទហើយជាការថ្មីនេះទេណាថ្មីនេះទេបាទក៏ប៉ុន្តែជាជំនួយជាប្រចាំឆ្នាំនោះគឺពង្រឹងទៅដល់សន្តិសុខតាមសមុទ្របាទតាមសន្តិសុខតាមសមុទ្រនោះគឺជួយដល់ថៃខាងហ្នឹងផងហើយក៏ដូចជាការផ្ដល់ជំនួយបាទជំនួយសង្គ្រោះហើយជំនួយសង្គ្រោះហ្នឹងផងដែរហើយក៏ដូចជាការអប់រំវឹកវើទាហានរបស់ថៃនឹងផងដែរអញ្ចឹងគឺថវិកានោះទៅក្នុងការវឹកវើហើយនឹងក្នុងពេលបច្ចុប្បន្នហើយនឹងការពង្រឹងតាមព្រំដែននោះគឺជារឿងថ្មីដែលកើតមានឡើងហ្នឹងដូច្នេះបើតាមការគិតរបស់ខ្ញុំបើតាមព័ត៌មានដែលបានផ្សាយពីភាគីផ្សេងហ្នឹងគឺប្រហែលជា$100 លានហ្នឹងគឺជាផ្នែកមួយនៃកញ្ចប់$45 លានហ្នឹងដែរក៏ប៉ុន្តែខាងភាគីថៃគាត់សរសេរព័ត៌មានចេញមកគឺគាត់ធ្វើដូចជាជំនួយនឹងថ្មីផ្សេងពីនឹងដែរអញ្ចឹងណាអញ្ចឹងគឺជាសរុបមកវិញខ្ញុំនិយាយពីចំណុចណាចំណុចទី1គឺជំនួយប្រចាំឆ្នាំដែលសហរដ្ឋអាមេរិកផ្ដល់ទៅឲ្យយោធារបស់ថៃនោះគឺខ្ទង់$27 លានបាទប្រចាំឆ្នាំតែម្ដងបាទហើយចុងក្រោយនេះបើតាមខ្ញុំយល់គឺដែលការឡើងដល់$100 លាននោះគឺផ្នែកមួយនៃជំនួយប្រចាំឆ្នាំនោះផងហើយផ្នែកមួយនៃកញ្ចប់ដែលសហរដ្ឋអាមេរិកបានសន្យាចំនួន$45 លានហ្នឹងពីព្រោះអីនៅក្នុងកិច្ចខិតខំប្រឹងប្រែងដែលសហរដ្ឋអាមេរិកបានដាក់មកហ្នឹងគឺមានពាក់ព័ន្ធជាមួយនឹងសន្តិសុខតាមមាតុភូមិហើយនឹងការប្រឆាំងនឹងscam ហ្នឹងបាទ scam តាមអនឡាញហ្នឹងបាទអញ្ចឹងនេះគឺជាព័ត៌មានដែលខាងភាគីថៃបានរាយការណ៍មកវិញទេណាបាទអញ្ចឹងការប្រកាសនេះបាទបើយោងតាមសេចក្តីរាយការណ៍របស់ខាងភាគីថៃគឺបាទគឺថៃគាត់បាននិយាយថាក្នុងពេលកន្លងមកហ្នឹងគឺគាត់ខិតខំធ្វើកិច្ចការងារហ្នឹងហើយបានផ្ដល់ជំនួយចង់បានជំនួយទៅលើកិច្ចការហ្នឹងផងដែរហើយគឺមន្ត្រីរបស់សហរដ្ឋអាមេរិកគឺលោកឧបការីរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណថៃដែលគោរពទៅតាមការបដិញ្ញាចិត្តនៅក្នុងការធ្វើយ៉ាងណាឲ្យមានស្ថិរភាពនៅក្នុងតំបន់បាទអញ្ចឹងបានន័យថាថៃក៏លើកឡើងអំពីការងារដែលគាត់ត្រូវធ្វើបន្ថែមទៀតនៅក្នុងការពង្រឹងស្ថិរភាពនៅក្នុងតំបន់ជាពិសេសគាត់លើកឡើងអំពីសមុទ្រចិនខាងត្បូងបាទសមុទ្រចិនខាងត្បូងហ្នឹងគឺជារឿងមួយដែលគាត់បានលើកឡើងអញ្ចឹងបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ខាងយោធាថៃហើយសារព័ត៌មានថៃយកមកផ្សាយហ្នឹងជាពិសេសគឺខៅសូហ្នឹងគាត់និយាយថាគឺភាគីទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានស៊ីជម្រៅថែមទៀតជាមួយនឹងសហរដ្ឋអាមេរិកនោះហើយដោយមានបញ្ជាក់ការផ្ដល់ជំនួយ$100 លានដែលជាការមួយផ្ដល់គ្រប់គ្រងការប្រតិបត្តិការពង្រឹងសន្តិសុខតាមព្រំដែនកិច្ចខិតខំប្រឹងប្រែងនៅក្នុងការដោះស្រាយបញ្ហាឆោបបោកតាមអនឡាញហើយនឹងបណ្ដាញឆោបបោកហើយក៏ដូចជាការពង្រីកនៅរថពាសដែកអង្គភាពរថពាសដែក Striker របស់ប្រទេសថៃផងដែរហើយមូលនិធិនេះក៏នឹងគ្រប់គ្រងទៅដល់ការអប់រំ
នឹងការវឹកវើកម្មវិធីអប់រំវឹកវើរបស់ថៃសម្រាប់យោធាថៃផងដែរហ្នឹងបាទគឺតាមការលើកឡើងរបស់ថៃចឹងហើយគឺចឹងបានជាខ្ញុំនិយាយហើយនិយាយទៀតគឺប្រិមិត្តវិតម្លៃដោយខ្លួនឯងមកវិតម្លៃដោយខ្លួនឯងមិនមែនជាការចាក់សាំងបន្ថែមទៅលើភ្លើងទេបាទអញ្ចឹងគឺដោយសង្ខេបទៅគឺថៃគាត់លើកឡើងពីរឿង scam ពីរឿងអីហ្នឹងបាទខុសពីចំហដែលគាត់និយាយពីមុនមកច្រើនគាត់បាទចំហគាត់ដូរចុះដូរឡើងមកទៅតាមស្ថានភាពបាទស្ថានភាពដែលគាត់និយាយដូចនិយាយជាមួយខាងអនុព័ន្ធយោធានិយាយរឿងព្រំដែននៃណាផ្សេងចឹងទៅបាទនិយាយក្នុងពេលកន្លងមកហ្នឹងពីរឿងមីនអីចឹងទៅណានិយាយរឿងមីនចឹងទៅរដ្ឋមន្ត្រីការបរទេសហ្នឹងគាត់មីនចឹងទៅបាទពេលប្រយុទ្ធហ្នឹងនិយាយរឿង scam ចឹងទៅបាទឥឡូវនេះគាត់និយាយជាមួយឧបការីហ្នឹងគាត់និយាយរឿងសន្តិសុខក្នុងតំបន់អីចឹងគាត់ដើរតួនាទីយ៉ាងសំខាន់ហើយគាត់បាទជួបប្រយុទ្ធក្នុង scam នៅពីព្រោះ scam ដែលកើតឡើងមិនមែនតែមកចាំលោកឆបបអនឡាញមិនមែនតែនៅកម្ពុជាទេមានទាំងនៅថៃមានទាំងភូមាផងដែរគេភូមាផងដែរមានទាំងនៅម៉ាឡេហ្វីលីពីនឥណ្ឌូនេស៊ីក៏មានដែរអញ្ចឹងដូច្នេះការពាក្យថានិយាយថាឆបបអនតាមអនឡាញមួយម៉ាត់ហ្នឹងគឺមិនមែនសំដៅទៅលើកម្ពុជាទេពីព្រោះនៅខាងភូមានោះក៏ច្រើនដែរឥឡូវនេះច្រើនជាងគេផងបាទអញ្ចឹងដូច្នេះគាត់អាចបានតែកញ្ចប់ថវិកាហ្នឹងគាត់យកទៅប្រើនៅជាមួយនឹងភូមាមួយនឹងភូមាផងដែរអញ្ចឹងគឺយើងកុំភ្លេចចំណុចហ្នឹងកុំភ្លេចចំណុចហ្នឹងគឺបាទជាការមួយដែលសហរដ្ឋអាមេរិកយល់ថាអូខេអញ្ចឹងលើនៅកម្ពុជាបាទនៅកម្ពុជាឃើញឲ្យ10លានហើយណាឲ្យ10លានហើយសម្រាប់ប្រយុទ្ធប្រឆាំងនឹងការឆបោកអនឡាញហ្នឹងដែរឃើញទេបង្កើតសមត្ថភាពនឹងឆបោកអនឡាញហ្នឹងអញ្ចឹងនៅខាងភាគីថៃជាមួយនឹងភូមាគឺអាមេរិកមិនអាចឲ្យលុយទៅភូមាបានទេឃើញទេបាទអញ្ចឹងដូច្នេះទៅឲ្យលុយហ្នឹងទៅថៃដើម្បីធ្វើកិច្ចការជាមួយនឹងភូមាវាទៅជាអញ្ចឹងដែរណាអញ្ចឹងប្រិមិត្តមើលឲ្យគ្រប់ជ្រុងមិនមែនគ្រាន់លឺសូរតែឲ្យថៃប៉ុណ្ណឹងមិនក៏ឲ្យច្រើនពងមានរឿងជាមួយកម្ពុជាមិនមែនតែប៉ុណ្្នឹងទេអញ្ចឹងហើយបាទខ្ញុំសុខចិត្តយកព័ត៌មាននេះដើម្បីបញ្យល់ឲ្យប្រិមិត្តឲ្យយល់ឲ្យច្បាស់កុំឲ្យមានអ្នកដែលបាទអ្នកដែលយកព័ត៌មានហ្នឹងទៅបំភ្លៃនិយាយសម្ដៅទៅលើជ្រុងកម្ពុជាឃើញទេអញ្ចឹងបានន័យថាថៃគាត់យកបញ្ហាហ្នឹងនិយាយគាត់អូ scam នៅជាមួយនឹងម៉ាឡេស៊ីក៏គាត់ប្រឹងប្រយុទ្ធណាអញ្ចឹងនៅច្រកម៉ាឡេស៊ីទៀតទៅជាពិសេសនៅច្រកជាមួយនឹងភូមាដែលនៅតាមបណ្ដោយព្រំដែនហ្នឹងបាទគាត់ប្រយុទ្ធហ្នឹងគាត់ថាអូគាត់ប្រយុទ្ធរឿង scam ពីព្រោះថៃអត់មានរឿងបញ្ហាព្រំដែនជាមួយនឹងភូមាហ្នឹងដែលឈានទៅដល់ប្រយុទ្ធគ្នារឿងព្រំដែនទេដូច្នេះអញ្ចឹងគឺសម្ដៅទៅលើរឿង scam ហ្នឹងអញ្ចឹងដូចជាសហរដ្ឋអាមេរិកមិនអាចឲ្យលុយទៅភូមាបានដោយដែលសហរដ្ឋអាមេរិកអាចឲ្យលុយមកកម្ពុជាអញ្ចឹងត្រូវតែឲ្យលុយហ្នឹងទៅថៃដើម្បីប្រយុទ្ធនៅក្នុង scam online នៅខាងភូមាឃើញទេបាទអញ្ចឹងយើងត្រូវមើលឲ្យគ្រប់បញ្ហាអញ្ចឹងតែរឿងបញ្ហាមួយទៀតដែលខ្ញុំនិយាយថាយើងជាជនជាតិខ្មែរគួរតែប្រយ័ត្នប្រយែងនៅក្នុងការនិយាយហ្នឹងគឺបើសិនជាពេលដែលថៃវីខ្មែររឿងព្រំដែនតែថៃក៏ទៅនិយាយថាអូគាត់វាយហ្នឹងដើម្បីប្រកាស scam ហ្នឹងកុំទៅសូត្រតាមថៃបាទសូត្រតាមថៃហ្នឹងគឺដូចជាការមួយដែលផ្ដល់ភាពស្របច្បាប់ទៅលើអ្វីដែលថៃគាត់និយាយដើម្បីបញ្ជាសាច់រឿងពិតហើយគាត់ចេះនិយាយឲ្យត្រូវតាមតិចរបស់អន្តរជាតិអញ្ចឹងបាទអញ្ចឹងបានខ្ញុំនិយាយឲ្យគិតអំពីបញ្ហាហ្នឹងពេលខ្លះកំហឹងពេករឿងនយោបាយនៅក្នុងស្រុកយើងសុខចិត្តណានាក៏ដោយឲ្យតែនិយាយទៅព្រោះដើម្បីឲ្យបានធ្វើឲ្យបានឈឺចាប់អ្នកនៅក្នុងប្រទេសកម្ពុជាហ្នឹងគឺយើងសូត្រតាមគេទាំងអស់ដោយអត់មានគិតផលលំបាករហូតដល់ពេលខ្លះសូត្រពេកទៅបែរជាបង្ហាញថាអាមេរិកនឹងជាមនុស្សអាក្រក់ទៅវិញមកពឹងអាមេរិកតែពងយកអាមេរិកទៅនិយាយបាទស្ដាប់ទៅដូចអាមេរិកនឹងអាក្រក់អញ្ចឹងបាទ